អរុនសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកជួបយាយយើងនៅព្រឹកនេះដែរយាយយើងមានតម្រុយថ្មីសម្រាប់ពុកម៉ែបងប្អូនទស្សនានៅមើលកំសាន្តលេងសម្រាប់ថ្ងៃទី18ខែ10 2025តម្រុយរបស់យាយគឺមានប៉ុណ្ណឹងហើយយាយក៏មានសុបិននិយាយជូនពុកម៉ែបងប្អូនស្ដាប់កំសាន្តដូចគ្នាតែមុននឹងនិយាយសុបិនយាយក៏សូមពឹងពុកម៉ែបងប្អូនដែលចូលរួមទស្សនាទាំងអស់គ្នានេះកុំភ្លេចជួយចុចពាក្យ like ជាវ subscribe ឬកណ្ដឹងឲ្យ channel ថ្មីយាយម្នាក់មួយផងមុនណាដើម្បីទទួលបានវីដេអូក្រោយៗបើសិនជាពុកម៉ែបងប្អូនអត់ចុចទេគឺអត់ឃើញវីដេអូក្រោយៗទេចាអញ្ចឹងជួយចុចឲ្យយាយម្នាក់មួយផងបងប្អូនណាអរគុណច្រើនតោះចង់ពុកម៉ែបងប្អូនចូលមកស្ដាប់សុបិនយាយយប់មិញនេះយាយសុបិនឃើញចារបៀបដូចនៅក្នុងថ្នាក់រៀនណាហើយយាយហ្នឹងធ្វើរីសិបថ្នាក់រៀនណាថ្នាក់រៀនសេរីជំនាន់មុនណាបងប្អូនចាហើយលោកគ្រូម្នាក់ហ្នឹងគាត់ឲ្យយាយនិងមនុស្សស្រីម្នាក់ទៀតឈរអានមេរៀនឬក៏ឈរហៅឈ្មោះសិស្សចាស្រាប់តែមនុស្សស្រីម្នាក់ដែលឈរក្បែរយាយហ្នឹងណាគាត់ស្រែកអត់ចេញស្រែកហៅឈ្មោះអត់ចេញស្រែកនិយាយរួមទៅគាត់និយាយអត់ចេញហ្មងណាគាត់ចេះនិយាយប៉ុន្តែគាត់និយាយអត់ចេញស្រាប់តែយាយថាយើងកុំនិយាយខ្សឹបពេកនៅក្នុងថ្នាក់រៀនមនុស្សច្រើនអញ្ចឹងយើងស្រែកឲ្យខ្លាំងស្រាប់តែយាយស្រែកទៅយាយស្រែកបានខ្លាំងណាថាក្នុងយោសពនឹងហៅមាត់ស្រែកថាស្រែកឡើងហត់មកហត់នៅខាងក្រៅយោសពងើបមកវិញឡើងរួយធ្គាមប្រឹងស្រែកពេកចាហ្នឹងហើយអញ្ចឹងយាយសពថាពីរអ្នកមនុស្សស្រីឈរស្រែកតែម្នាក់ស្រីមួយទៀតស្រែកអត់ចេញតែយាយស្រែកចេញអញ្ចឹងណាហ្នឹងហើយអញ្ចឹងយាយក៏កាត់យក82 88 58 50គុត81 058 858 258អូ8និងអូ50អញ្ចឹងពុកម៉ែបងប្អូនចេះកាត់លេខអីក៏យកតាមហ្នឹងទៅណាចាហើយក៏ជូនពរហេងសំណាងល្អទាំងអស់គ្នាអញ្ចឹងវីដេអូយាយក៏មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយ